គាត់ប្រពន្ធរបស់គាត់អ្នកនៅក្នុងខេត្តនៅខេត្តយ៉ាប្រពន្ធរបស់គាត់គឺអ្នកដែលនៅខេត្តកំពង់ស្ពឺគាត់បានរៀបការប្រពន្ធហ្នឹងហើយគាត់មានកូនដល់ទៅ2ហើយគាត់មិនមែនតែមានកូនមួយគាត់មានកូនដល់ទៅ2ហើយបន្ទាប់ពីកូនទី1គាត់អត់មានបញ្ហាអីទេในការសម្រាលបុត្ររបស់គាត់លើកទី1តែដោយឡែកលើកទី2គឺមានបញ្ហាប្រពន្ធរបស់គាត់ភរិយាគាត់បានសម្រាលបុត្រហើយរយៈពេល1ខែរយៈពេល1ខែហើយដែលគាត់បានសម្រាលបុត្រទី2របស់គាត់ដល់ពេលអញ្ចឹងប្រពន្ធរបស់គាត់នៅតែសៃខ្ចីនៅឡើយនៅតែសៃខ្ចីនៅឡើយចាគាត់អ្នកមើលថែប្រពន្ធគាត់អញ្ចឹងណាគាត់អ្នកមើលថែប្រពន្ធរបស់គាត់ហើយប្រពន្ធរបស់គាត់របៀបដូចថាមនុស្សទៅសៃខ្ចីអ្នកទាំងអស់គ្នាដឹងស្រាប់ហើយហ្នឹងហើយគឺប្រពន្ធរបស់គាត់ទៅសៃខ្ចីគេមិនដែរឲ្យធ្វើអីអញ៉ៃទេណាមិនឲ្យធ្វើអ្វីដែលអញ៉ៃគាត់ក៏នៅទៅផ្ទះខាងម្ដាយខាងស្រីទៅផ្ទះខាងម្ដាយស្រីទៅខាងស្រីគាត់ទៅស្នាក់អាស្រ័យនៅផ្ទះខាងស្រីបានរយៈពេលប្រហែល4ទៅ5ថ្ងៃដល់ពេលថ្ងៃមួយប្រពន្ធរបស់គាត់គេងរៀងរបៀបដូចថាជាទូទៅប្រពន្ធរបស់គាត់គេងអត់សូវស្ងប់ទេគាត់ក៏គេងចិត្តនឹងជាមួយនឹងប្រពន្ធគាត់ហើយម្ដាយក្មេករបស់គាត់ក៏គេងនៅចិត្តនឹងដូចគ្នាគេងចិត្តគ្នាទេហ្នឹងហើយដល់ពេលអញ្ចឹងអូនឯងយល់ថាផ្ទះអ្នកមានពោះពងអ្នកទៅតែសម្រាប់កូនគាត់នឹកឃើញថាកូនរបស់គាត់តែសៃខ្ចីគាត់អត់បើកគាត់អត់បិទភ្លើងទេគាត់ដេកបើកភ្លើងតែគាត់បើកភ្លើងនៅខាងមុខគាត់គេងនៅខាងមុខដល់ពេលដែលគាត់គេងនៅខាងមុខប្តីគាត់នេះប្អូនម្នាក់ពីដែលគាត់ជាប្តីរបស់ប្អូនស្រីហ្នឹងគាត់នៅគេងមើលប្រពន្ធលេងស្រាប់តែមហៅរំលងអត្រាតជប់ជ្រៅដែរនៅចន្លោះខ្ទង់ថាយើងអាចនិយាយថាចេះចោះព្រោះគាត់ថាប្រហែលជាយប់ជ្រៅពេលហ្នឹងតែឥឡូវយើងកំណត់ម៉ោងឲ្យគាត់ចាស់ខ្ញុំអ្នកកំណត់ថាឧទាហរណ៍ថាម៉ោង10ទៅម៉ោង10ឬក៏ពី10យប់ទៅចោះវាយប់ជ្រៅហើយអ្នកផ្ទះរបស់គាត់គេងអស់ហើយអ្នកផ្ទះរបស់គាត់គឺគេងអស់ហើយដោយឡែកនៅតែគាត់នឹងប្រពន្ធរបស់គាត់អត់ទាន់គេងម្ដាយក្មេកគាត់ក៏គេងដែរលេងស្រាប់វេទគាត់តែជាប្តីនោះគាត់អ្នកឃើញគាត់បានឃើញនឹងគាត់បានឃើញមនុស្សនៅខាងក្រៅផ្ទះនៅខាងក្រៅផ្ទះរបស់គាត់នឹងគឺមានបង់មួយនៅខាងក្រៅណាមានបង់មួយនៅខាងក្រៅអង្គុយលេងនៅខាងក្រៅអញ្ចឹងគាត់ឃើញមានមនុស្សហ្នឹងហើយគាត់មានឃើញមានមនុស្សគ្រាន់តែការគិតរបស់គាត់ឯងគាត់គិតថាដូចជាមនុស្សប្រុសណាអ្វីដែលគាត់សន្និដ្ឋានមុនគេគាត់ចេញទៅមើលនៅខាងក្រៅគាត់ចេញទៅអឺតមើលនៅខាងក្រៅវាអត់មានឃើញអីទាំងអស់វាអត់មានបញ្ហាក៏អត់មានអ្នកណាគេមកដើរអញ៉ៃនៅក្នុងនឹងវាអត់មានទេវាអត់មានណាគាត់គិតមួយទៀតគាត់ខ្លាចចោលហ្នឹងហើយគាត់ក៏ចូលមកគាត់ទាញដបង4ជ្រុងមួយគាត់ទាញដបង4ជ្រុងដាក់ចិត្តខ្លួនគាត់ការពារគាត់ចូលមកវិញក៏គាត់ខ្ទាស់សោខ្ទាស់អីអស់ទៅចាក់សោទេចាក់អីចឹងទៅដល់ពេលអូនឯងយល់ថាគេបានមកសបកមកអាលីវហើយគាត់ថារៀងអាលីវដែរហើយគាត់រៀងមានអារម្មណ៍អាលីវដែរហើយគាត់របៀបរៀងមួយគេដែរហ្នឹងហើយលេងស្រាប់អូនឯងយល់ថាដូចមានអ្នកណាគេមកដាស់គាត់អញ្ចឹងមកដាស់គាត់មកភាំងដែលគេដាស់គាត់ហ្នឹងណាគាត់ថាឃើញមុខអ្នកនឹងច្បាស់មែនទេឃើញវិញ្ញាណមួយនឹងច្បាស់មែនទេហើយគាត់ឆ្ងល់ថាហេតុអីបានជាវិញ្ញាណនោះមករកគាត់ព្រោះប្រពន្ធគាត់អ្នកតសៃខ្ចីឯងព្រោះអីគាត់ថាគាត់ធ្លាប់ឮចាស់និយាយថាមនុស្សដែលពោពោះឬក៏មនុស្សដែលគាត់ឆ្លងទលេនេះនឹងមានម្ដាយដើមមានព្រាយមានខ្មោចមកលេងជាមួយតែគាត់ឆ្ងល់ថាមិនអត់ទៅរកប្រពន្ធគាត់មករកគាត់វិញព្រោះអីគាត់ថាព្រាយនឹងគាត់លងួយគេងគាត់លាវហើយគាត់គេងហើយលេងស្រាប់មនុស្សមកដាស់គាត់ហើយមនុស្សមកដាស់គាត់នោះគាត់មនុស្សកម្លាំងថាកំពុងដេកដាស់ឲ្យភ្ញាក់លឿនណាឲ្យវាភ្ញាក់កត្រាក់ខ្លួនណាកត្រាក់ខ្លួនគាត់ងើបទៅគាត់ឃើញនៅនឹងចិត្តម្ដាយក្មេកគាត់មកឃើញចិត្តម្ដាយក្មេកគាត់ណាឃើញមនុស្សស្រីសក់សពង
គាត់ថាមនុស្សស្រីនឹងសក់សពងខ្មៅហ្នឹងហើយគាត់ថាតំណែងតំណងចេញមកមនុស្សចាស់ហ្មងហ្នឹងណាមនុស្សចាស់មែនតើគូអង្គុយចិត្តម្ដាយគាត់ហ្មងមកពេលដែលគាត់ភ្ញាក់មកទៅផឹងហ្នឹងណាគាត់ក៏ស្ទុះងើបហ្មងគាត់ស្ទុះងើបគាត់មើលមុខទៅប្រពន្ធគាត់មើលទៅភរិយាគាត់ឃើញភរិយាគាត់កំពុងគេងហ្នឹងហើយកូនគាត់នៅចិត្តហ្នឹងហើយគាត់មើលទៅម្ដាយក្មេងគាត់ទេម្ដាយក្មេងគាត់ក៏សម្រាកដែរអញ្ចឹងក៏អត់មាត់ទេគាត់មាត់ទេរហូតដល់ព្រឹកឡើងគាត់សួរម៉ាក់គាត់ហ្នឹងហើយគាត់សួរម៉ាក់គាត់ថាម៉ាក់យប់មិញខ្ញុំឃើញចុចដូចខ្ញុំរៀបរាប់មិញអញ្ចឹងគាត់សួរនឹងដោយសារគាត់ធ្លាប់ឮចាស់និយាយថាពេលដែលមានមនុស្សកើតកូនគឺវាមានពួកនឹងមកលេងគាត់សួរអញ្ចឹងណាម៉ាក់គាត់ក៏និយាយថាប្រយ័ត្នមីអូនមានបញ្ហាហើយប្រយ័ត្នចៅគាត់មានបញ្ហាប្រពន្ធជាម្ដាយក្មេងគាត់នឹងប្រាប់ប្តីគាត់នឹងឲ្យទៅកាប់បលាដាក់ពាត់ជុំវិញកន្លែងផ្លូវចេញចូលកុំឲ្យព្រាយពីមកគាត់ក៏និយាយថាអានឹងព្រាយសំពងសក់ធំដល់ពេលអញ្ចឹងអូនឯងយល់ថាគាត់អត់អស់ចិត្តទេគាត់អត់អស់ចិត្តទេគាត់សួរមកកាន់ខ្ញុំដែលខ្ញុំជាម្ចាស់ admin នៅក្នុងកម្មវិធីកំណត់ហេតុខ្មោចគាត់សួរខ្ញុំថាអានឹងពិតជាព្រាយសំពងសក់ធំមែនទេសម្រាប់ខ្ញុំប្រាប់ទៅកាន់វិទ្យថាអានឹងគឺព្រាយសំពងសក់ធំហេតុផលដែលព្រាយទាំងអស់នឹងវាទៅលោលេងជាមួយនឹងអ្នកផ្ទះឬក៏ប្តីប្រពន្ធនឹងដោយសារតាព្រាយសំពងសក់ធំវានៅក្នុងអំបូររបស់ពពួកព្រាយទាំង8វាអត់ចាំបាច់ថាមនុស្សដែលពោពោះឬក៏មនុស្សដែលសម្រាប់កូនហើយតតែព្រាយកលាភ្លើងទេបាត់មកលេងកើតអត់ទេសម្រាប់មនុស្សស្រីដែលគាត់ពោពោះអំឡុងពេលដែលគាត់កំពុងពោពោះឬក៏គាត់សម្រាប់កូននឹងមានវិញ្ញាណទាំងអស់នឹងមកលេងបលាជាមួយគាត់ទេនឹងមានវិញ្ញាណទាំងអស់នឹងមករោគាត់ដោយហេតុផលអូនឯងយល់ពាក្យមួយម៉ាត់ថាដូចឮចាស់និយាយហ្នឹងហើយដូចចាស់និយាយអញ្ចឹងគេថាមនុស្សស្រីមានធាតុទឹកភ្លោះឬក៏គេហៅបានមួយយ៉ាងទៀតថាមនុស្សស្រីធ្លាក់ឈាមអញ្ចឹងខ្មោចព្រាយបិសាចទាំងអស់ហ្នឹងវាស៊ីឈាមវានឹងសោឈាមហើយវានឹងរោឈាមហើយអូខេអាហ្នឹងគឺវាធាតុពិតគឺវាអញ្ចឹងណាតោះបងប្អូនទាំងអស់នេះអាហ្នឹងពាក់ព័ន្ធជាមួយនឹងរឿងទី1ដែលពាក់ព័ន្ធជាមួយនឹងព្រាយកំពងសក់ធំតែមុននឹងខ្ញុំចូលទៅនិយាយតខ្ញុំចង់ reply ជាមួយនឹងប្អូនប្រុសខ្ញុំមិនដឹងថាហៅគាត់ប្អូនប្រុសឬក៏បងឯងព្រោះអីតណែតំណងខ្ញុំមើលទៅគាត់មានប្រពន្ធមានកូនហើយមុខគាត់កាចាស់ជាងខ្ញុំហ្នឹងហើយស៊ីខ្ញុំមើលមុខគាត់ដូចស៊ីដែរខ្ញុំអត់យល់បងខ្ញុំសួរបងឯងមួយនេះបងប្រុសមួយនេះបងប្រុសមួយនេះចង់សួរទៅកាន់បងឯងមួយនេះបងប្រុសមួយនេះនឹងខ្ញុំឲ្យមើលតែប៉ុណ្្នឹងណាអាខោនបងប្រុសមួយនេះខ្ញុំចង់សួរបងឯងមួយម៉ាត់ថាចេះខ្ញុំជាមួយបងឯងធ្លាប់ស្គាល់គ្នាមែនខ្ញុំមិនដែរស្គាល់បងឯងទេហើយហេតុអីបានជាបងឯងចូលមកខមមិនថាខ្ញុំអញ្ចឹងខ្ញុំអត់ស្គាល់បងឯងទេបងឯងជាមួយខ្ញុំក៏ខ្ញុំមិនដែរជួបគ្នាដែរតែបើសិនជាខ្ញុំជួបបងឯងនៅខាងក្រៅប្រហែលជាខ្ញុំអាចគោរពបងឯងច្រើនជាងថាមិនត្រូវខ្ញុំឃើញបងឯងជ្រាបសួរបងហ្នឹងហើយតែខ្ញុំមិនដឹងថាហេតុអីបងឯងចូលមកជេរខ្ញុំព្រោះអត់មានតំណែងជាមួយគ្នាអញ្ចឹងខ្ញុំអត់ចង់និយាយទៅឆ្ងាយច្រើនទេបងព្រោះឥឡូវខ្ញុំ slow ដែរខ្ញុំអត់ចង់កាចទេតោះខ្ញុំសុំបងប្អូនទាំងនេះជួយ like ជួយ share ម្ដងទៀតសុំអ្នកដែលទៅចូលជួយ like និងជួយ share ឲ្យខ្ញុំម្នាក់មួយខ្ញុំនិយាយរឿងទី2ពាក់ព័ន្ធជាមួយនឹងរឿងនេះគឺត្រឡប់មានត្រឡប់ស្នេហ៍នៅមានត្រឡប់ស្នេហ៍នៅក្រោមត្រឡប់នៅក្រោមស្អែកចាំខ្ញុំចេញត្រឡប់ឲ្យថ្ងៃនឹងចេញត្រឡប់4ថ្ងៃនឹងចេញបានតែត្រឡប់4ទេដោយសារត្រឡប់របស់ខ្ញុំវាអស់ត្រឡប់ស្នេហ៍ខ្ញុំអស់ហើយហ្នឹងហើយអរគុណច្រើនអ្នកដែលជាវត្រឡប់យកទៅជូនពរឲ្យរ៉ូស៊ីមានបានតិចទៅជុំឬទឹកអប់ពងខ្ចីណាបាទហ្នឹងហើយតោះហើយមួយទៀតអ្នកដែលខមមិនទឹកទៅអ្នកដែលខមមិនស្លាប់មន់ក្លុកសូមបញ្ជាក់ថានៅក្នុង live នេះមិនមែនជា live របស់ម៉ែអូនឯងមកលក់នៅក្នុងហ្នឹងទេកម្មវិធីកំណត់ហេតុខ្មោចមិនមែនកម្មវិធីម៉ែអូនឯងលក់ទឹកអំពៅទេហើយក៏មិនមែនកម្មវិធីម៉ែអូនឯងលក់ស្លាប់មន់ក្លុកដែរអូនឯងយល់ទេអញ្ចឹងអូនឯងអាចទៅលក់នៅកន្លែងផ្សេងបានកំណត់ហេតុខ្មោចមិនមែនកំណត់ហេតុម៉ែអូនឯងលក់ទេ
mình men cầm nó hạt mai là anh cắt lui chân này nhỉ ta hãy cùng ai là biết mi cha mi ấy bây giờ giặc bực ta mũi tiệt phép quan cho mỗi nương rương máu này phép quan cho mỗi rương máu mũi tiệt nhóm ban bây giờ khâu rồi bảo ôm pro mình để cho mông men pro sạp ôm pro mình để quạt nơi ai khai phải riêng phép quan cho mỗi nương rương để quạt chút mình không cả lấy quạt từ ngay song xa ngay để quạt chút song xa từ bộ này rươngนี้វាផ្លែកដែរសម្រាប់ខ្ញុំមកដែរជួបរឿងចឹងទេហ្នឹងហើយរឿងនេះរបស់បងអូនប្រុសម្នាក់ដែលមាន account វាឈ្មោះថាមេងប្រុសស្អាតគាត់អ្នកនៅខេត្តស្វាយរៀងដើមហេតុដំបូងឡើយនៃរឿងរបស់គាត់ក៏ពាក់ព័ន្ធជាមួយនឹងរឿងខ្មោចលួងគាត់ខ្លាំងដែរពាក់ព័ន្ធជាមួយនឹងរឿងដែលខ្មោចលួងគាត់ខ្លាំងមែនទែនរហូតគាត់ថាគាត់ខ្លាចមែនទែនគាត់ខ្លាចណាអូផ្លេចបញ្ជាក់បច្ចុប្បន្នសូមបញ្ជាក់ណាបងប្អូនបច្ចុប្បន្នគាត់ធ្វើការឲ្យគេទេគាត់នៅភ្នំពេញគាត់ធ្វើការឲ្យគេនៅភ្នំពេញកាលហ្នឹងគាត់ណាត់ជួបសង្សាររបស់គាត់ណាគាត់ណាត់ជួបសង្សាររបស់គាត់ណាចាគាត់ណាត់ជួបសង្សាររបស់គាត់នៅផ្លូវ2004ណាផ្លូវ2004រាជធានីភ្នំពេញយើងនេះដើមហេតុដំបូងគឺចេះគាត់មានសង្សារគាត់តំណែងជាមួយសង្សារគាត់របៀបតឹមតស្គាល់គ្នាតឹមតស្គាល់គ្នាណាគាត់សួរសង្សារគាត់ថាអូនឯងចង់ញ៉ាំអីអត់girl ចង់បានអី girl ប្រាប់ជេគឺប្រាប់ boy អញ្ចឹងណា girl ចង់ញ៉ាំទឹកក្លុក girl ប្រាប់ boy ហើយអញ្ចឹងណា girl ចង់ញ៉ាំមីឆា girl ប្រាប់ boy ហើយអញ្ចឹងទៅគាត់សួរ girl ក៏គាត់ប្រាប់វិញថា boy ជេឃ្លានមីឆាគាត់ឃ្លានមីឆាសង្សារគាត់ក៏ទៅទិញមីឆាយកទៅឲ្យគាត់ហ្នឹងគាត់ទៅនេះណាគាត់ក៏ទៅទិញមីឆាហ្នឹងយកទៅឲ្យសង្សារគាត់នៅផ្លូវ2004ម៉ោងប្រហែលជា2ម៉ោងប្រហែលជា2ចាម៉ោងប្រហែលជា2គាត់ក៏ជិះទៅដល់ពេលគាត់ជិះទៅគាត់ចាំសង្សាររបស់គាត់ណាគាត់ចាំសង្សាររបស់គាត់ចុះមកយោហ្នឹងគាត់ចាំសង្សារគាត់ចុះមកយោហ្នឹងគាត់អង្គុយចាំយូរដោយសារតែសង្សាររបស់គាត់អត់ទាន់ហ៊ានចុះមកទេដោយសារកាលហ្នឹងបងរបស់ខាងស្រីហ្នឹងគេនៅខាងក្រោមអញ្ចឹងគាត់ហ៊ានចុះមកគាត់ខ្លាចបងប្រុសគាត់សួរថាទៅណាអញ្ចឹងគាត់ក៏របៀបលេងឆាតមួយគ្នាណាគាត់ថាបងឯងចាំតិចសិនណាឯងចាំសិនណាចាំបងប្រុសអូនឡើងទៅបន្ទប់សិនចាំអូនចុះទៅក្រោមអញ្ចឹងណាឥឡូវបងឯងអង្គុយលេងសិននេះបងអង្គុយផ្លេតសិននេះបងលេងទូរស័ព្ទផ្លេតនេះចាំបងអូនគាត់នឹងទៅលើចាំអូនចុះទៅយកមីឆាអញ្ចឹងណាហើយខាងបយនោះក៏គាត់អញ្ចឹងដែរខាងប្រុសក៏គាត់ចាំបងប្រុសមេងគាត់ចាំដល់ពេលគាត់ចាំអូនឯងយល់ថាចន្លោះម៉ោងស្មាននឹងវាស្ងាត់នៅពីមុខផ្ទះមួយនោះគាត់អត់ចាំថាផ្ទះនឹងមិនដឹងថាផ្ទះនឹងគេលក់ស្អីក៏មិនដឹងแล้วក៏យើងក៏អត់ដឹងទេគាត់ដឹងថានៅខាងមុខនោះគឺមានជំនាញប្រភូមិហើយនៅអាកន្លែងជើងជំនាញប្រភូមិហ្នឹងគាត់ថាមានរូបកូនក្មេងតំណែងចេញមកដូចជាមរិញគង់វាលអញ្ចឹងណានៅខាងក្រោមហ្នឹងហើយគាត់មើលទៅកន្លែងហ្នឹងឡើងច្រើនដងវាអត់បញ្ហាដល់ពេលរបៀបប្រហែលជាគាត់មើលច្រើនដងពេកគេប្រកាន់អញ្ចឹងណាមើលអីហ្នឹងមើលគេចឹងរបៀបអញ្ចឹងណាដល់ពេលមើលគេណៃមើលចុះមើលឡើងទៅគាត់ឃើញណាហ្នឹងហើយគាត់ឃើញគាត់ថាដំបងឡើយដូចរបៀបដូចមនុស្សយើងអញ្ចឹងអូនគាត់ថាដូចមនុស្សយើងអញ្ចឹងណាឈោនៅគៀនលបងបច្ចៈអាជានាងប្រភពហ្នឹងនៅគៀនលបងវាចិត្តគ្នាគាត់ថាមើលទៅដូចជាមនុស្សយើងឈោអញ្ចឹងនិយាយឲ្យស្រួលស្ដាប់គាត់ថាដូចជារបៀបឃើញទៅដូចលក្ខណៈមានគេឈោលាវសក់ឃ្លាវសួនណាលក់សើមើលសើអញ្ចឹងណាដើសើមើលសើបឺសើមើលសើអញ្ចឹងសើទៅសើបឺសើមើលសើបឺទៅលក់សើឃ្លឿនសើបឺសើអញ្ចឹងណាដល់ពេលអញ្ចឹងទៅគាត់អត់គិតថាមិនជាខ្មោចលួងគាត់ទេយល់ទេគាត់គិតទេដល់ពេលអូនឯងយល់ថាអង្គុយយូរទៅចាំមីអូនទៅយូរទៅណាចាំមីអូនទៅយូរទៅរៀងព្រឺខ្នងដែរព្រឺសពតឯងគាត់តេទៅហើយគាត់ប្រាប់មីអូនថាអូនឯងមិនបាច់និយាយទេខលចោលទៅគាត់ថាគាត់ខ្លាចដោយសារតែគាត់មើលទៅកន្លែងជំនាញប្រភពវាអត់សូវស្រួលគាត់គិតថាកន្លែងជំនាញប្រភពនោះអត់ស្រួលទេសម្រាប់គាត់ណាវារបៀបបឺសឿមើសឿដឺសឿបឺទៅនឿសឿបឺខ្មឿងបឿងសឿបឿងណាទៅនឿងបឿងណាហ្នឹង
ដល់ពេលចឹងទៅឯងយល់ថាគាត់ថាបងអត់សូវមានអារម្មណ៍ល្អហើយបងមានអារម្មណ៍ថាខ្លាចជានាងប្រភូមិដល់ពេលចឹងឯងមកយូរទៅលុយរបៀបឯងគាត់ថានៅក្នុងជានាងប្រភូមិនឹងមានក្បាលមនុស្សគាត់ថាឲ្យហេតុគាត់មកឲ្យហេតុគាត់ថាដូចមកនោះមកឲ្យខ្មោចលងហ្មងហ្នឹងគាត់ថាក្បាលមនុស្សស្រីនៅក្នុងជានាងប្រភូមិហើយគាត់ថាជានាងប្រភូមិនឹងគឺធំមែនតើជានាងប្រភូមិនឹងគឺធំហ្នឹងហើយគាត់ថានៅក្នុងក្បាលរបស់វានៅក្នុងជានាងប្រភូមិនឹងហើយមើលមកគាត់ទៀតហ្នឹងហើយមើលមកគាត់ណាលេងស្រាប់គាត់ឃើញអាពេលកលេចទៅឃើញអញ្ចឹងណាគាត់ថាពេលនោះគាត់ប្រាប់មីអូនថាមីអូននោះខ្មោចលងបងហើយអញ្ចឹងគាត់ជិះចេញមកវិញគាត់ជិះចេញទៅវិញណាគាត់ជិះចេញទៅក្រៅវិញគាត់ជិះទៅផ្លូវធំវិញហើយគាត់ថាគាត់ភ័យខ្លាំងណាស់គាត់ថាចាំពេលមីអូនឯងជិះអូនឯងចុះមកក្រោមចាំបងជិះយកទៅឲ្យហ្មងបងអត់ហ៊ានចាំនៅនឹងទេបឿងខ្មឿងបឿងសឿងលឿងណាបឿងសឿងលឿងសហឿងដល់ពេលអញ្ចឹងអត់ហ៊ាននៅដល់ពេលហ៊ានទៅក៏រត់ទៅគាត់ប្រាប់ដល់ពេលប្រាប់អញ្ចឹងទៅគាត់មកស្ទុះបានសង្សារគាត់ចុះមកគាត់ក៏ជិះយកទៅឲ្យគាត់ហ៊ានងាកមើលជានាងប្រភពហ្នឹងឯងគាត់ហ៊ានងាកមើលទៅជានាងប្រភពហ្នឹងឯងទៅដល់ផ្ទះវិញបានគាត់ប្រាប់ថាអូនឯងបងឃើញនៅកន្លែងជានាងប្រភពហ្នឹងវាចុចអញ្ចឹងណាដល់ពេលអញ្ចឹងអូនឯងយល់ថាសង្សារគាត់ហ្នឹងក៏គាត់និយាយថាអូនក៏ធ្លាប់ឃើញនៅហ្នឹងដែរអូនធ្លាប់ឃើញជានាងប្រភពហ្នឹងដែរហើយខ្ញុំមិនដឹងថាអបិហ្នឹងម្ចាស់ផ្ទះហ្នឹងគាត់ដាក់អីនៅក្នុងជានាងប្រភពហ្នឹងឯងគាត់ដឹងឯងតែគាត់ថាថ្ងៃមួយក៏អូនធ្លាប់ឃើញអញ្ចឹងដែរពេលនោះអូនចេញមកខាងក្រៅយ៉ាប់នៅខាងក្រៅផ្ទះមិនចេញមកអង្គុយលេងហ្នឹងណាដល់ពេលចេញមកអង្គុយលេងនៅកន្លែងជានាងប្រភពដែលបងឯងឃើញហ្នឹងណាបងខ្ញុំឃើញដៃមនុស្សហ៎បងនឹងដៃមនុស្សនៅកន្លែងជានាងប្រភពហ្នឹងដល់ពេលអញ្ចឹងទៅគាត់ក៏ប្រាប់ថាអានេះមានតែខ្មោចលងអញ្ចឹងណាហ្នឹងហើយគាត់ក៏ប្រាប់សង្សារគាត់វិញថាអូនអើយបើចង់ញ៉ាំអីទិញពីក្បាលប្រលប់ឲ្យហើយទៅកុំទិញយប់ពេកបងខ្មោចលងហើយនិយាយអញ្ចឹងណាហ្នឹងហើយអញ្ចឹងកើលទាំងអស់គ្នាកុំអារបៀបឃ្លានច្រាស់ច្រំតែខ្លួនឯងឲ្យគេពិបាកកុំណាឲ្យដឹងថាគេខ្មោចលងដោយសារអូនណាឃ្លានច្រាស់ច្រំខ្លួនឯងចុះទៅទិញខ្លួនឯងទៅកុំមកលៀបបយចេឃ្លានមីឆាមីចេឃ្លានទឹកអំពៅចេឃ្លានទឹកកឡុកថ្ងៃបឿងសឿងបឿងសឿងបឿងទៅអឿងទៅសឿងមើលសឿងបឿងសឿងទៅដឿងសឿងបឿងសឿងទៅអឿងលឿងហើយបឿងសឿងខ្មឿងបឿងសឿងលឿងទៅអឿងបឿងទៀតនេះអត់យល់មិនបាច់ចង់ស្ដាប់ទេខ្ទួយមរៀមដោយពួកឯងមិនសូវស្ដាប់ភាសាបងបានទេមីក្អូនស្អីគេម្នាក់តំចេះភាសាខៀវមួយធ្វើឯងបណ្ឌិតអ្នកខ្លះតំចេះភាសាខៀវឯងអូគេនិយាយខៃគ្នាខេណាគេនិយាយខៃអូអញចេះនិយាយស្អីអញនិយាយខៃខ្ទាវខើយនេះនិយាយខើខ្ទាវខើយអញជ្រាវសិញអញឡើងមិនចង់10ភាសាម្នាក់ឯងអញមិនទាន់អួតផងអារបៀបតំចេះភាសាខ្ទួយតិចតួចធ្វើឯងអើយស្ដឿងលាក់បឿងឡងស្ដៀវខាប់បៀវខងជាខំបៀវខងអីណាខៀវតាក់ខៀវខាងមកអញខោកឲ្យផុងលាមីចោលខ្ទួយដុសប្រឡូកJesse BC Nesse DC the Nesse DC Messe BC the DC Messe DC BC DC and Jesse BC the Nesse កុំទៀនសៀវ DC DC មៀវសៀវ DC ទៀនសៀវប្រងើយប្រឹងតោះសុំបេះដូងម្នាក់មួយនឹងតែសុំម្នាក់មួយសុំបេះដូងម្នាក់មួយទាំងអស់នេះសុំការ like ម្នាក់មួយនិងការ share ម្នាក់មួយតោះខ្ញុំចូលទៅរឿងពាក់ព័ន្ធអាគមម្ដងតោះពាក់ព័ន្ធមើលអាគមមួយរយៈហ្នឹងគឺខ្ញុំនិយាយរឿងអាគមច្រើនហើយដោយសារតែវាចិត្តដល់ថ្ងៃខ្ញុំគាត់ប្រាប់ដល់អ្នកនរមួយថាវាចិត្តដល់ថ្ងៃហើយបងមានយល់រកស៊ីអត់ឲ្យលក់ដាច់មាននឹងមានតោះអ្នកទាំងអស់គ្នាស្ដាប់ដោយយកចិត្តទុកដាក់រឿងចុងក្រោយនេះអូនស្ដាប់ដោយយកចិត្តទុកដាក់ទាំងអស់គ្នាបើសម្លាញ់ស្អែកខ្ញុំនឹងផាត់មុខវ៉ាឡាថ្ងៃនេះខ្ញុំផាត់មុខអត់ទាន់ដោយសារតែខ្ញុំអត់មានគ្រឿង make up ខ្ញុំអត់មាន lens អូខេខ្ញុំអត់មាន lens make up ទេដោយសារតែគ្រឿង make up របស់ខ្ញុំវាអស់ហើយខ្ញុំភ្លេចទិញគ្រឿង make up ដល់ពេលចឹងទៅខ្ញុំអត់បានផាត់មុខទេតើឥឡូវស្ដាប់អត់ស្ដាប់ហេតុការណ៍ដែលកើតឡើងនៅក្នុងរឿងមុនអាគមអត់
ហើយរឿងអាគុំលើកនេះគឺនៅក្នុងស្រុកខ្មែរហ្មងណារឿងនៅក្នុងស្រុកខ្មែរតាបិទមុខវិញកុំឲ្យតានេះឃើញមុខដដែលកុំឲ្យតប៉ែឥឡូវសុំការ like share ម្នាក់មួយសិនបានអត់ 1k.4 សុំការ like share បានអត់ទៅសំណប់ចិត្តទាំងអស់គ្នាកូនទាំងអស់គ្នាបេះដូងបេះថ្លើមប្រមាត់បោះឪបាទសុំការ like share ម្នាក់មួយពីកូនប្រុសកូនស្រីម្នាក់មួយមកជូនពរកូនសូស៊ីមានបាត់ចិត្តទទួលទៅអំពងជ័យទេវតាទាំង8តាមថែរក្សាការពារងាកក្រៅឲ្យពរណារឿងពាក់ព័ន្ធជាមួយអាគមរឿងអាគមមួយនេះគឺពាក់ព័ន្ធជាមួយនឹងរឿងរបស់បងថ្លៃខ្ញុំហ្មងណាខ្ញុំឲ្យទាំងអស់គ្នាស្ដាប់ voice សលេងរបស់បងថ្លៃខ្ញុំមួយរឿងនេះជារឿងពិតហើយកើតឡើងនៅក្នុងគ្រួសាររបស់ខ្ញុំហ្មងណានិយាយបែបទៅបានស្ទាវអត់ទេខ្ញុំត្រូវ make up ស្អែកខ្ញុំត្រូវ make up មុខអូខេទាំងអស់គ្នាខ្ញុំឲ្យស្ដាប់ voice សលេងមួយដែលពាក់ព័ន្ធជាមួយនឹងសលេងរបស់អ្នកត្រូវពើវាអូនចឹងមកដោះចឹងដោះបានទៅស្ដាប់ហ៎មើលពេលម្សិលមិញខ្ញុំពេលគាត់ធ្វើទឹកហ្នឹងគាត់និយាយចេះថាកុំឲ្យលេងមួយគេឈ្នះគេទេលេងឈ្នះគេទេគាត់និយាយចឹងគាត់ស្ដាប់ទៅតន់ណាហ្នឹងហើយយាយហ្នឹងគឺយាយរបស់បងថ្លៃខ្ញុំហ្មងគាត់នៅអ្នកលឿងហើយខ្ញុំឲ្យទាំងអស់គ្នាស្ដាប់បយតលេងរួចចាំខ្ញុំចូលទៅនិយាយឲ្យទាំងអស់គ្នាស្ដាប់ថាវាមានហេតុការណ៍អីដែលកើតឡើងហើយអ្វីដែលខ្ញុំបានទៅដោះនេះខ្ញុំបានឃើញអីខ្លះតែខ្ញុំមិននិយាយប៉ុន្តែទៅពេលយប់មិញគាត់ធ្វើទុកដែរគាត់ស្រែកចេះបើកភ្លើងអញមកមិនបិទភ្លើងអស់លេងចឹងស្រែកបើកភ្លើងអញកុំបិទភ្លើងអញចឹងស្រែកវាខ្លាំងៗហើយនឹងយប់មិញប៉ុន្តែទៅពេលយប់មិញគាត់ធ្វើទុកដែរគាត់ស្រែកចេះបើកភ្លើងអញមកមិនបិទភ្លើងអស់លេងចឹងស្រែកបើកភ្លើងអញកុំបិទភ្លើងអញចឹងស្រែកអូខេទាំងអស់គ្នាស្ដាប់ទេណានេះជា voice សលេងរបស់បងថ្លៃខ្ញុំហ្មងអញ្ចឹងមុននឹងខ្ញុំចូលទៅហេតុការណ៍ដែលត្រូវនិយាយអំពីរឿងមុនអាគមមួយដែលកើតឡើងនៅឯខេត្តព្រះនៅខេត្តព្រៃវែងនៅឯអ្នកលឿងគេហៅថាភូមិព្រែកទលាប់អូនស្ដាប់ទៅតណារឿងអាគមមួយនេះវាយ៉ាងម៉េចវាខុសខើបែបម៉េចតោះឲ្យចាំស្ដាប់តែមុននឹងខ្ញុំនិយាយខ្ញុំសូមសនំពោទៅអ្នក comment ទាំងអស់សូមស្ដាប់ខ្ញុំដោយយកចិត្តទុកដាក់ព្រោះរឿងនេះវាពាក់ព័ន្ធជាមួយនឹងគ្រួសាររបស់ខ្ញុំពាក់ព័ន្ធជាមួយនឹងគ្រួសារខាងសាច់ថ្លៃខ្ញុំអត់ចង់ឲ្យអ្នកទាំងអស់គ្នា comment អ្វីមួយដែលប៉ះពាល់នៃអារម្មណ៍សាច់ថ្លៃខ្ញុំទេដោយសារអីបងប្អូនសាច់ថ្លៃពូថ្លៃខ្ញុំក៏គាត់នៅក្នុង live នឹងដែរគាត់នៅស្ដាប់ដែរអញ្ចឹងខ្ញុំអត់ចង់ឲ្យគាត់ប៉ះពាល់អ្នកទាំងអស់នេះផ្អាក comment លេងសើចសិនអ្នកណាតែហ៊ានលេងសើចនៅក្នុងការខ្ញុំនិយាយចូលរឿងអាគមខ្ញុំជេរអ្នកនឹងហ្មងផ្ដាំម្ដងទៀតណាអត់ឲ្យ comment លេងសើចពេលដែលខ្ញុំនិយាយអំពីអារម្មណ៍របស់គ្រួសារសាច់ថ្លៃខ្ញុំឯងស្ដាប់ទេស្ដាប់ហ្នឹងហើយចាប់ផ្ដើមរឿងយាយគាត់មានបច្ចុប្បន្ន70 វស្សាហើយយាយរបស់សាច់ថ្លៃខ្ញុំនេះដែលជាយាយបកើតរបស់បងថ្លៃខ្ញុំគាត់មានបច្ចុប្បន្ន70 វស្សាទៅហើយគាត់មានបច្ចុប្បន្នណា70 វស្សាហើយគាត់ចាប់ផ្ដើមមានអាការៈក្នុងការធ្វើទុកបែបហ្នឹងតាំងពីមុនភ្ជុំមកម្លេះមុនភ្ជុំយើងទៅនេះដល់ពេលដែលគាត់ធ្លាក់ខ្លួនឈឺអ្នកផ្ទះទាំងអស់អត់ទាន់គិតថាគាត់ត្រូវអំពើរបស់អ្នកណាទេក៏យកយាយទៅមើលនៅពេទ្យទៅមើលអស់ហើយពេទ្យថាអត់អីទេអត់មានអីទេចេះតែបន្តទៅគាត់ចេះតែវើវាយគាត់ចេះតែវៀងវែងហើយមួយផ្លេតទៅក៏ឈឺមួយផ្លេតទៅក៏គាត់សើចសប្បាយដល់ពេលអញ្ចឹងទៅហ្នឹងហើយអ្នកផ្ទះរបស់គាត់ទាំងបងថ្លៃខ្ញុំហ្នឹងហើយទាំងបងថ្លៃខ្ញុំទាំងអស់គាត់មានអារម្មណ៍ថាគាត់ពិបាកចិត្តបើសិនជាអ្នកទាំងអស់គ្នាក៏អ្នកទាំងអស់គ្នាបាក់ចិត្តបើសិនជាមានយាយគាត់មានរឿងអញ្ចឹងគាត់ពិបាកចិត្ត
dạ quát có chập đam song sái thá dây bọc quát trời từ bon thay nhóm quát đăng thành nhóm kêu cho bon thay ôn thay quát cả hai nhóm ta chui mơ thà ôn này mà chui mơ dây cái dây chư dây đôi thầm bơ kê trắng tại phụ bon ở toàn chập ba thầy dây trời bơ kê được cả nhóm có từ nhóm tới á nhóm ta đo nẹt lương nhóm ta đo nẹt lương còn nhóm chập đam vô chung ngày khai trang phản bỏ dây mà mờ nhóm có prap phụ quạt vén thá giấy trời bỏ kê hơi giấy trời một nó cũng cả lắng sẽ bay cả bầy nhóm có phèo qua thà quạt miền hầm pua thế có thà hầm pe khác quạt vườn về thế vườn về và tọa má bàn pu rồi bon thay nhóm con vậy tha bậc mùi anh vậy chấn pu nó khơi nhai nè te bọc pu nướng thọp đi giữa sắp nè khác đi giữa sắp khơi xí sạch cả bầy nè khác đi giữa sắp khơi cả bầy vót nè khác đi giữa sắp khơi cả lon em ta chân biên ta cả lon sẽ bay cả bầy nhóm có phẹp quạt tha ở đây te pu chậm nhóm tự đỏ hào nhóm có phẹp quạt chẳng á nhóm cả ơi ôn thay ôn rồi bon thay nhóm nướng mua bản lý nướng viết từ vô cả bảo nhóm rồi vô cả báo nhóm có cu khoai nền tè rút nhóm cho mặt hàng cào nếu không test cứ miên mình được chờ nếu không test nó cứ miên mình được chờ tổng óc nên là đọc p mình được chờ ao với để nhóm bàn khớn anh ấy nhóm vậy bị nhóm tay cho nè này đi vậy bị nhóm tay cho Mr. Sen liên lụa pro anh vẫn đai nó nhung vay ngọt lớn á sẽ đạp nhung giấy vay lớn á mình chê nhưng mà lớn mình lụa slap mon cả lộc pro anh chơi thành chân ấy đọc bên chân còn thấy vô thả anh ấy nhung vậy bị nhóm ấy nè ở vậy để nhung khớp như vậy để nhung chuột nhung vậy hả con tại châu từ đó nông tè quạt phim ông anh vô mà mặt thao tè quạt là ngật từng là ngật từng hai nên đừng đam chê kiên tè rồi bỏ bong thay nhóm miền pri nên đừng đam chê nơi cái lại nè nhóm có mót phèp nè tè quạt này nhận mót thì nhóm có vậy vậy trời mà tốt nhóm vậy smart thoáng bà xin chỉ nhóm như vậy tới passport là dụ chịu vật bỏ giấy nâng ở rộng bóng ổ tọa khía nâng bóng ôn sai sạch thay nhóm xong tốt mệt tay nhóm giấy xong thành về vậy là cả bật nâng màn khơi nâng lứa có 3 tầng này rồi bỏ giấy nhé nâng lứa có 3 tầng này bỏ giấy miền pri nâng lứa có 3 tầng này bỏ quạt đấy pri nâng khuôn sẵn đau có 3 thùng nơi bị lừa nữa ở bên nhóm khơi chẳng còn nhóm ắt phèp này tẹt quạt đây nhóm còn ta ắt vậy ấy thật á nhóm còn là phèp bon thay nhóm thá chăm nhóm tập lọc mau bên mà đòn tiền nhóm phèp bon thay nhóm sai cái nhóm tập lọc mà điệp chăm cứ đập vào nhóm ở bên nhóm phèp quạt ruột nhóm còn tập lọc mặt tè hết á quạt cặp phèp tha ôn đang pion hay tao vĩnh dây chập làm thừa tục khăn nhìn tên thừa tục khăn ở đôi người ta thì sẽ bói giờ lên mà nhảy giấy có chập đam thì giấy thá công trắng pa kê khăn na yêu thơ kẹt nè tê dục mến có sài tiệt thá băng phơi quạt thở ấy hay có tơ còn băng phơi anh ấy trắng đó nè đo pe để nhôm thở bị pasana nhôm còn ở trong phèp quạt thá nơi không khuôn rồi bao giấy miên bay cả bảy clip nơi nông pu quát cứ miên bay cả bảy clip muốn à cung bọc hết những cái ham muốn là cung cả lăng sẽ bay cả bầy nè cứ muốn là cung đặt dây cả bông từ trời nó cứ cả lăng sẽ bay cả bầy hơi vì mình trâm tại quạt đăng thà nâng chưa cả lăng sẽ bay cả bầy đấy nét đại thưa quạt nâng cứ nơi hàng cày không tét quạt tiền và trẻ nét đại thưa nâng á cru nâng á cứ nơi hàng cày tét bọc dây tiền hơi nè phun cái nơi nâng á kế có thọp squall pi cru nâng đài kế có đơn thật cru nó bạc cay nâng thường bự kì đây cru nâng bạc cay khap bờ lưng cru mùi nâng á hay cru mùi nâng chỉ bậc hết này cru mà giang đại cho chất đệm nâng cào cổ
อดเด็กหนึ่งเตะครูนึงá cứ อดเด็กหนึ่งเตะเด็กแต่หนึ่งกราวโกอันนึงชื่อเรื่องปัดเนื้อเรื่องจังเอาไว้เด็กชมจังในยัยยมปรับตัวบอลโปรตัวออกนี้ชมทอบแต่ในยัยปีถ่ายเรื่องสบายกะหล่ำหนึ่งมุนกุมสบายมุนกุมกะหล่ำสบายกะใบปีมุนยมทอบปรับทาวิจีสบายกะใบเมื่อแต่เก็บปลาของปราบพิธีกบุญทรายสมารู้เกี่ยวกับเอาสบายกะใบเนื้อเตยจีสัตกะหล่ำให้ฮอกตัวบกเก๋เป็นอะไรวิบกโจนเนี่ยจะงือนึงเตยหายเป็นอะไรวิโจตัวดอกลงคล้วนวิหนึ่งรีเตอร์จีสบายกระบายไปหนึ่งสบายกระบายไปเป็นอะไรก้าวจีสบายกระบายอย่างวิจะประดามหามปูอันนั้นแค่หากลองสบายกระบายแต่ดอยลายยัยกดทัดในขนมกระบุนกลองสบายกระบายใหญ่แต่วิมันแม้จีกลองสบายกระบายทั่วมาได้วิมันแม้จีกลองสบายกระบายทั่วมาได้วิจีกลองสบายกระบายแค่หาถ้าสบายกระบายปื้สบายกระบายคลีดมุนอากมประเภทในกลองสบายกระบายคลีดนี่คือมันเงี้ยเมียนครูนาอาจดอกกาเตเฮ็ดไอ้บันยมเฮียนในใจท่ามันอาจเมียนนามวยอาจดอกในกลองสบายกระบายเพื่อหรือก็กระบายคลีดอย่างบ้าโดยซาไอจุดตูเต๋อกระบวนมุนอากมกลองสบายกระบายเก็บปลาสบายกระบายขมาอยู่ตัวเธอแต่เฮ็ดไอ้บ้านจีเกตเตอร์โยสบายกระบายคลีดเว้นเป็ดไอ้เกโยสบายกระบายคลีดตาเกโยสบายกระบายเนื้อตรองจนหนักหนาในขนมมาตู้ครูระบอสับกระบายแต่เกโยสบายมวยหนาชบาหายเกหนึ่งโยสบายขนองกลองสบายกระบายปืนนี้คือเกเตอร์โยสบายกระบายเนื้อขังขนองกระบายรู้โยพลุกกระบายนั้นหรือก็สไนกระบายนั้นดอกหนึ่งตักกอดอกหนึ่งตักกอรู้จ้องสไนหนุ่มไรนั้นเอาจมวยนั้นสบายกระบายนั้นรู้บ้านกิเธอพิธีหายตักได้ดอกหนึ่งสไนกระบายนั้นตักนั้นคือเกตุกสาวเป็นแต่จับพิธีเป็นสาวเป็นเลือเก็บปลอกเป็นเลือดำใบเอากระบวนอากมนั้นดอกอัดเกิดเกิดฟื้นจังใบยังในใจท่ากิจองสลับหมกหรือก็โมบังเฮาบังโมบัดอันนั้นเก็บปลาให้จำบัดแต่เกิดเตอปลาแบบหนึ่งใบซาไอจำก็ลองสบายกระเบยเป็นหน้าได้เทือสำหรับเนี่ยหน้าเกมวยเชี่ยกระโดมวยสำหรับประจุนเหมือนนึงเหมือนเนี่ยไอเตอเก็บปลาอย่าไปอ้อระเบือนให้ดอกไงแต่สำหรับมุนอากมก็ลองสบายกระเบยคลีสบายกระเบยเพื่อคือเกตเทือเอาสลับเตแต่เกตเทือเอาชื่อให้ชื่อเตียดชื่อให้ชื่อเตียดมาดองก็เชี่ยมาดองก็ชื่อมาดองก็ล้อมาดองก็กระมาดองซ้อมาดองขมายเทือเอาครูซากระลับจักแต่อ๋อประเภทในมนอากมมวยนั่งลูกตรานาตายสมลแกหาสมลบังบัดหรือก็สมลทมุกเติบอาจปรากบุญพิธีจังบาครูหรือมอมเกี่ยดอยปราเตได้ซาเตสมรรถเพียบครูบาสันจิครูมันเนี่ยนั่งจ้องปรากบุญมวยนั่งลูกตราแต่สมรรถเพียบครูนั่งอ่อยสมาร์หนึ่งกบุญมวยหนึ่งสันบาสันจิสมรรถเพียบครูมวยนั่งมันตอนสมาร์จมวยกบุญมวยนั่งเตกลมเทอไอซาอาจเมียนปัญหาสัตว์กะหลังให้ไอ้บ้านจีสบายกับใบเตยจีสัตว์กะหลังให้เนี่ยคลาดกดชงเอาท้าเกทเวิร์มเปิดตามสัตว์กะหลังสลับไอ้ต้อนมาดองตีสบายกับใบหนึ่งเฮ้ยใต้เก็บปลายขนมประพิธีกบุญมนออกกลมนำใบโซดคาไว้เป็นเรื่องบ่อเบี้ยเอาสบายกับใบหนึ่งวิรูมโตเตยก้าวเตยจีสัตว์กะหลังเป็นน่าได้สบายกับใบหนึ่งวิก้าวเตยสัตว์กะหลังวิฮอตโรเนี่ยได้วิเตยเป็นได้วิฮอตโรบุกลมวยนั่งวิฮอตบกเป็นได้วิบกเตยวิโจเตยขนมปัววิก้าวเตยจีสบายกับใบวิ่งอันนั้นแกหามนออกกลมกะหลังสบายกับใบให้พิธีซักของการดอกกระบุนกำลังสบายกระใบแต่งปีประเภทนั้นคือเมียนกระโอนมันแมนอดเตะแต่กรอนจะไหนไงเทือนเตะจะไหนกระบุนเตะจะไหนกำลังเตะของการเทือนเวประเภทมวยเตี้ยโดดนึงกำลังสบายกระใบได้แต่เก็บปลาซักมาอย่างเตี้ยอดปลาสบายกระใบเตะประเภทมวยเตี้ยสเดียงขณีเฮ้ยก็อำนาจคลั่งปะให้ขณีได้ปะให้ขณีมุนอากมสไนเตสับเต
គេប្រើសត្វទេសអាសត្វឈាមត្រជាក់អ្នកទាំងនេះស្គាល់សត្វទេសទេនឹងគេហៅមន្តអាគមស្នែងទេសស្នែងទេសក៏ប្រភេទនៃមន្តអាគមកឡង់ស្បែកក្របីដែរតែគេប្រើសត្វទេសហើយក្បួនពិធីមួយនឹងមិនប្រើសាច់ស្បែកដូចនឹងក្របីទេតែប្រើឈាមប្រើឈាមសត្វទេសយកទៅធ្វើក្បួនប្រពិធីសូត្រខ្សែសមាប្រពិធីដោយប្រើឈាមមួយនឹងពឹសដូចគ្នាហើយអាការៈអ្នកដែលត្រូវមន្តអាគមស្នាទេសនេះឬក៏មន្តអាគមឈាមទេសនេះគឺរបៀបអាការៈរបស់អ្នកនឹងហើមខ្លួនឡើងស្បែកឡើងខ្មៅជាប់ឡើងកទួលអុចពេញខ្លួនគ្រាប់ភ្នែកឡើងឈាមដកទៅហើមកដល់គ្នាទេឈាមចេញមកក៏ខ្មៅដែរពិបាកណាស់ធ្វើទុករយៈពេលវាក៏លឿនដែរឈាមទេសបើសិនជាមានអ្នកណាមួយប្រើក្បួនមួយហ្នឹងបើសិនជាមានអ្នកណាអាចប្រើក្បួនអញ្ចឹងអូនឯងត្រូវចាំសេរីបំមួយម៉ាត់ទុកនៅលើលោកគ្មានអ្នកណាខ្លាំងហើយសាហាវជាងមនុស្សទេអត់មានអ្នកណាខ្លាំងជាងមនុស្សសាហាវណាស់មនុស្សយើងអញ្ចឹងវាមានអាគមមួយដែលស្ថិតនៅក្នុងចំណោមគ្រួសារសាច់ថ្លៃរបស់ខ្ញុំគាត់កំពុងកើតឡើងមានអញ្ចឹងខ្ញុំក៏ត្រូវប្រើសមត្ថភាពរបស់ខ្ញុំដើម្បីធ្វើវាដែរខ្ញុំក៏ប្រើសមត្ថភាពដើម្បីបកដូចគ្នាមួយទៀតពាក់ព័ន្ធជាមួយនឹងអាគមបំបីសនំគ្រួសារម្ដងអ្នកដែលមានគ្រួសារបែកបាក់ជាពិសេសអ៊ំស្រីអ៊ំប្រុសអ៊ំស្រីពូមីងកូនទាំងអស់គ្នាដែលកំពុងជួបបញ្ហាអ្នកខ្លះគាត់ឆ្ងល់ថាហេតុអីបានជាគាត់ជាមួយនឹងប្តីប្រពន្ធឆ្លោះទាស់ទែងគ្នាមិនមានរឿងសោះក៏ត្រូវឆ្លោះណាមិនរឿងមិនស្ទើរធំសោះក៏ទៅជាបែកបាក់កូនចៅរស់នៅមិនចុះសម្រុងក្តៅក៏ហល់កាហាយនៅក្នុងផ្ទះធ្វើឲ្យប្តីប្រពន្ធបែកបាក់គ្នាកូនចៅព្រាត់ប្រាសគ្នាចែកទ្រព្យសម្បត្តិគ្នារហូតដល់ប្តីប្រពន្ធខ្លះឈានទៅដល់ក្នុងការសម្លាប់គ្នាពេលខ្លះវាមិនមែនមកពីបញ្ហាសង្គមទេខ្ញុំទទួលស្គាល់ថានៅសម័យកាលនេះចាស់ជាសម័យកាលជឿនលឿនមនុស្សបត់បែនតាមសង្គមអ្នកខ្លះថាបញ្ហាបែកបាក់គ្រួសារមកពីកត្តាសង្គមខ្ញុំទទួលស្គាល់តែពេលខ្លះអ្នកឯងត្រូវចាំថាវាមិនមែនប្រកាសថាមកពីសង្គមដែលធ្វើឲ្យគ្រួសារពីរនឹងបែកបាក់ទេឧទាហរណ៍ប្តីប្រពន្ធបែកបាក់គ្នាកូនចៅឆ្លោះទាស់ទែងក្តៅក៏ហល់កាហាយរស់ស៊ីមិនឡើងដោយសារពេលខ្លះវាមានអ្នកផ្ចាញ់ផ្សាយើងធ្វើអំពើបំបែកសនំច្បួរគ្រួសារចៅពាក្យថាមុនអាគមច្បួរសនំគ្រួសារច្បួរសនំបែកភៀកអានឹងកើតឡើងនៅក្នុងគ្រួសារឧទាហរណ៍បុគ្គលកគ្រួសារទី1ហ្នឹងហើយគ្រួសារទី1ហ្នឹងគាត់ល្អល្អើនមួយគ្នាគាត់ល្អល្អើនគាត់រីករាយនៅក្នុងផ្ទះរស់ស៊ីមានបានលេងស្រាប់មានអ្នកណាមួយធ្វើក្បួនច្បួរសនំគ្រួសារដើម្បីបំបែកគ្រួសារប្រកបអញ្ចឹងវាបំបែកដំបងឡើយបំផុតក្បួនមួយហ្នឹងគឺត្រូវតែបំបែកប្តីប្រពន្ធនឹងចោលសិនបំបែកមេគ្រួសារចោលសិនបានវាបំផ្លាញសនំគ្រួសារនឹងចោលតែម្ដងវាធ្វើឲ្យប្តីប្រពន្ធនឹងមិនមានរឿងអីសោះកើតជាមនុស្សលេងទុកចិត្តគ្នាក្តៅក្រហល់កាហាយឆ្លោះទាស់ទែងគ្នាធ្វើឲ្យសង្ស័យគ្នានឹងហើយធ្វើឲ្យមិនចុះសម្រុងគ្នាចាប់ផ្ដើមបែកបាក់គ្នាពេលណាដែលវាបំបែកមេគ្រួសារទាំងពីរឲ្យឆ្ងាយពីគ្នាហើយវានឹងធ្វើបំបែកសនំគ្រួសារចោលម្ដងទៀតបំបែកសនំគ្រួសារនឹងចោលម្ដងទៀតឲ្យគ្រួសារនឹងញែកចេញឲ្យអស់មកគឺញែកចេញទាំងអស់អញ្ចឹងហេតុផលដែលវាធ្វើអញ្ចឹងគឺវាមានហេតុផលចំណេញរបស់វាមាន2ក្បួនចំណេញរបស់វានៅក្នុងប្រពិធីក្បួនច្បួរសនំគ្រួសារគឺមាន2ទី1វាគិតថាធ្វើអញ្ចឹងទៅអត់មានអ្នកណាសង្ស័យថាអានឹងជាក្បួនអំពើឯគេគិតថាវាជាកត្តានៃសង្គមធ្វើឲ្យប្តីប្រពន្ធមកពីប្តីប្រពន្ធនឹងមិនចុះសម្រុងគ្នាមកជាប្តីប្រពន្ធនឹងមិនត្រូវគ្នាមកពីប្តីប្រពន្ធនឹងរស់ស៊ីមិនឡើងឆ្លោះគ្នា
គិតបែបទៅសង្គមវិញអញ្ចឹងវាគិតថាពេលដែលវាធ្វើអញ្ចឹងទៅអត់មានអ្នកណាមួយចោទឬក៏គ្មានអ្នកណាមួយសើរើឬក៏ជីកកកាយអំពីរឿងអាគមទេអញ្ចឹងវាអត់ខ្វល់តែបែកទៅអត់មានអ្នកណាជីកកោះកាយឬក៏ដាស់សំណុំនឹងឬក៏ដោះក្បួននឹងទេវាដោយនៅសង្គមផងទី2ចំណេញសម្រាប់វាដោយសារអីវាចំណេញសម្រាប់អ្នកដែលក្តៅក្រហាយជាមួយនឹងគ្រួសាររបស់យើងវាក្តៅក្រហល់ក្រហាយវាចាំតែមើលយើងវិនិច្ឆ័យទេអ្នកខ្លះនិយាយផ្អែមជាមួយយើងគ្រួសារនឹងរីករាយតែលួចទៅធ្វើបំបីសំណុំគ្រួសារយើងចោលអ្នកខ្លះធ្វើអីយើងអត់កើតបែបផ្លូវងងឹតលេអប់បែបផ្លូវវាលេងផ្លូវងងឹតមនុស្សយើងបែបណាក៏មានដែរនៅក្នុងសម័យកាលនេះបែបណាក៏មានដែរ